នេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលផ្ទះអ្នកភូមិស្រុកអ្នកភូមិនៅមុខមាត់សមុទ្រនៅកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបងប្អូនទាំងអស់គ្នាចង់ដឹងថាតើអ្នកភូមិនៅម្ដុំហ្នឹងគេរស់ស៊ីអីគេណាស្រុកផ្សេងផ្ទះនៅមុខមាត់សមុទ្រចឹងប្រហែលគេរស់ស៊ីនេសាទត្រីបងត្រីរកត្រីរកបកាធ្វើបកបកាចឹងទៅតែសម្រាប់អ្នកភូមិនៅអាមេរិកនេះវិញណាបើមានផ្ទះនៅមុខមាត់សមុទ្រចឹងគឺគេលែងរកស៊ីអីហើយគឺគេដេកស៊ីតែម្ដងព្រោះអ្នកដែលអាចមានផ្ទះនៅទីតាំងមុខមាត់សមុទ្រនៅអាមេរិកហើយជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ានេះបានណាគឺអ្នកមានហៅលែងលឿឲ្យបងប្អូនទាំងអស់គ្នាគេហៅមានផ្ដាំចៅហ្មងនិយាយទៅរដ្ឋកាលីហ្វ័រញ៉ាគឺជារដ្ឋមួយដែរនៅក្នុងចំណោមរដ្ឋផ្សេងៗនៅអាមេរិកដែលមានអាកាសធាតុល្អមែនតែនពេលខែក្តៅក៏អត់ក្តៅខ្លាំងនៅក្នុងចន្លោះពី24ខ្ញុំនិយាយអង្សាសេពី24អង្សាសេរហូតដល់27អង្សាសេអានឹងខែក្តៅគេហើយបើខែត្រជាក់របស់គេវិញនៅក្នុងចន្លោះពី16អង្សាសេរហូតដល់20អង្សាសេដោយសារតែអាកាសធាតុនេះហើយទៅធ្វើឲ្យរដ្ឋមួយនេះថ្លៃមែនតែនមិនថាអ្វីក៏ដោយតាំងពីម្ហូបអាហារតាំងពីពន្ធផ្ទះពន្ធដីពន្ធធ្លីហ្នឹងគឺថ្លៃជាងគេជាងឯងហ្មងរដ្ឋមួយនេះមានមួយទៀតដែរដែលខ្ញុំទៅតែបានដឹងឯពេលដែលខ្ញុំនៅអាមេរិកថាអ្នកអាមេរិកឬក៏អ្នកនៅសហរដ្ឋអាមេរិកដូចគ្នាមែនណាការដែលនៅរដ្ឋផ្សេងគ្នាប្រៀបដូចជានៅប្រទេសផ្សេងគ្នាអញ្ចឹងទាំងអត្តចរិតទាំងសំនៀងភាសាឬក៏គេហៅតុងភាសាទាំងការរស់នៅទាំងអាកាសធាតុគឺពេលខ្លះដូចគ្នាពីព្រោះអាមេរិកធំមែនតែអ្នកដែលនៅកាលីច្រើនគេមានគេហៅថា lifestyle ឬក៏បែបបត់នៃជីវិតគេបែបរបៀបងាយ chill ស្លៀកពាក់លំខុងអញ្ចឹងឯងហើយផ្ទះគេបែបទូចទៀបអញ្ចឹងឯងហើយភាគច្រើនគេសូវធ្វើខ្ពស់ហេតុដោយសារនៅរដ្ឋមួយនេះមានរំជួយផែនដីភាគច្រើនគេធ្វើផ្ទះទៀបអញ្ចឹងណាបងប្អូនថានៅប៉ែកខាងស្រុកគេហៅស្រុកធ្លាក់តកកដូចជាញូវយ៉កដូចអីអញ្ចឹងណាខាងហ្នឹងគឺគេផ្អត់ប្រើជីវិតងាយទេជីវិតរបស់គេគឺលឿនមែនតើលឿនលះហាស់ហើយបញ្ញាប់បញ្ញាព្រោះទីផ្សារភាគហ៊ុនពិភពលោកគឺនៅម្ដុំខាងនោះនឹងឯងអញ្ចឹងគ្រប់យ៉ាងគ្រប់វិនាទីរាប់ជាលុយទាំងអស់គាត់តែលើកតែ2រដ្ឋនៅក្នុងចំណោម50រដ្ឋរបស់អាមេរិកឯងចរិតមនុស្សគឺខុសគ្នាបាត់ហើយមធ្យមភាពប្រាក់ខែធម្មតារបស់អ្នកធ្វើការថ្នាក់ទាបនៅកាលីហ្វ័រញ៉ានេះជាមធ្យមគឺអាចរកបានក្នុងមួយខែ5400តែស្រុកនេះគេអត់និយាយប្រាក់ខែគេនិយាយប្រាក់ឆ្នាំអញ្ចឹងប្រហែលជាមួយឆ្នាំ64000មួយធ្វើការបានមួយខែ5000ជាងសង្ស័យចាយអត់ទេបងប្អូនទាំងអស់គ្នាចាយអត់ដែរគ្រប់ទេអញ្ចឹងបានថារកបានច្រើនចាយច្រើនគឺជារឿងពិតតែម្ដងនៅសហរដ្ឋអាមេរិកនេះថ្ងៃនេះខ្ញុំមានរឿងដល់ភ្ញាក់ផ្អើលមួយបងនៅឃើញអតិថិជនអ្នកនេះហើយខ្ញុំភ័យចង់ជ្រុះសក់វិញបងប្អូនគាត់សរសេរថាខ្ញុំចង់ជូន feedback ក្រោយពេលប្រាំងលពើរយៈពេល3ខែហើយគាត់លេងដាក់រូបសក់ជ្រុះមកក្តាប់ដៃអញ្ចឹងហ្មងសក់របស់គាត់ពីមុនបងប្អូនខ្ញុំចាំបញ្ជ្រួយកន្លែងស្បែកក្បាលគាត់បន្តិចនេះហើយមើលនេះសក់របស់គាត់ឥឡូវហើយមើលសក់របស់គាត់ដល់កូនសក់រយនេះច្រើនមែនតើបងប្អូនទាំងអស់គ្នាអូយខ្ញុំសប្បាយចិត្តខ្លាំងណាស់មកខ្ញុំបោកខ្ញុំភ័យមែនតើខ្ញុំស្មានសក់គាត់ជ្រុះក៏ប៉ិតសក់គាត់ដោះសោះនេះគាត់ទិញ3កំប៉ុងបងប្អូនទាំងអស់គ្នាហើយគាត់សរសេរថាទិញ3កំប៉ុងញ៉ាំទៅអស់1កំប៉ុងកន្លះកូនសក់ថ្មីដោះច្រើនហើយសក់អត់សូវជ្រុះដូចមុនទេនិយាយពីរឿងសក់បងប្អូនទាំងអស់គ្នាគ្មានណាឈូសសក់ដូចខ្ញុំទេបងប្អូនអើយខ្លួនឯងប្រើបានផលមែនណាបងប្អូនឥឡូវសក់ខ្ញុំមិនដែរឃើញអាលីចឹងទៀតទេនិយាយឃើញហ្មងទៅមុនប្រេងលពៅនេះបងប្អូនទាំងអស់គ្នាខ្ញុំផលិតនៅឯសហរដ្ឋអាមេរិកផ្ទាល់តែម្ដងមួយថ្ងៃញ៉ាំ2គ្រាប់ណាបងប្អូនទាំងអស់គ្នាគឺជាប្រេងលពៅបរិសុទ្ធ1000មីលីក្រាមនៅក្នុងមួយគ្រាប់សក់គឺឲ្យពេលគាត់បន្តិចសក់អត់អាចមួយថ្ងៃឃើញ3ថ្ងៃឃើញ7ថ្ងៃឃើញទេចាប់ពី3ទៅ6ខែបងប្អូនទាំងអស់គ្នានឹងឃើញសក់លែងសូវជ្រុះឲ្យដោះច្រើនហ្មងបងប្អូននេះខ្ញុំមានកាបូបស្អាតជូនណាបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ប្រើប្រាស់ផលិតផលខ្ញុំមិនថាឡាលីកាមិនថា Natural Lab មិនថាបលូនកពស់មិនថាបណ្ដោះសក់ឬក៏លេលាបមុខទេឲ្យតែឲ្យ feedback មកខាងក្រុមហ៊ុនរបស់យើងលាក់ feedback តម្លាក់រូបមុនប្រើនិងក្រោយប្រើបង្ហាញពីភាពខុសគ្នាជូនកាបូបមួយតែម្ដងស្អាតណា